បាទនេះគឺជារបៀបឆ្លសម្លម្ជូរគ្រឿងសាច់គោបងប្អូនបន្តមកបងប្អូនកាន់គ្រឿងហើយដាក់បោះយើងដាក់គ្រឿងចូលចឹងណាបងប្អូនហើយយើងកូរវាលីងឲ្យវារៀងនេះហើយយើងធ្វើការដាក់សាច់គោយើងចូលដាក់មកបងប្អូនហើយយើងធ្វើការកូរវាឲ្យសព្វគ្រឿងចឹងណាឲ្យវាចេញជាតិហើយបងប្អូនធ្វើការដាក់ឲ្យវារៀងពុះខុយតិចមកហើយធ្វើដាក់គ្រឿងក្រៅយើងកូរវាឲ្យវាសព្វចឹងបងប្អូនហើយយើងធ្វើការដាក់កសាំងយើងមកហើយវារៀងនេះហើយដាក់បង់តកួនបងប្អូនតំឡងអត់បងប្អូនម្ហូបម្ជូរគ្រឿងទោះបីថាមិនឆ្ងាញ់ណាស់ណាក៏យើងអាចសាកធ្វើញ៉ាំបានបងប្អូនតាមវីដេអូដែលបងប្អូនធ្វើហ្នឹងបងប្អូនយើងដាក់តកួនមកល្មមដល់វាឆ្អិនហើយយើងអាចដួសញ៉ាំបាននេះខ្ទៃចៀនបងប្អូន